សួស្តីអ្នកនរគ្នាជួបគ្នាម្ដងទៀតនៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនពី DNS server ដែលធ្វើនៅលើ server របស់ Linux មកកាពីយើងធ្វើការចូលទៅកាន់ការងាររបស់យើងតែម្ដងជាដំបូងយើងធ្វើការ my command install វាដោយប្រើ yam installទៀតយើងធ្វើការចូលទៅកាន់ config យើងវាយ vim /etc /name.config ចំដល់ទីនេះយើងធ្វើការlisten ចូលមកដល់ allow នេះយើងធ្វើការដាក់ any ដើម្បីធ្វើការឲ្យវាធ្វើការដាក់ any តោះមកទីយើងធ្វើការ enableសិនរបស់យើងមកដល់ពី enable រួចហើយយើងធ្វើការ start ម៉ាស៊ីនយើងធ្វើការចូលទៅកាន់ firewall ដើម្បី add port 53ដោយសារតែខ្ញុំបានធ្លាប់បានadd រួចហើយយើងវាក៏ចេញបែបនេះក៏ទីធ្វើការ reload វា
នេះយើងដាក់ low update យើងដាក់សាណាន់បន្ទាប់ទៅយើងធ្វើការចូលទៅកាន់ add so record យើងដាក់ add តំណាងជាម៉ាស៊ីនរបស់យើងហើយដាក់ in SOA and S1 មានន័យថាគឺជា domain ទី1របស់យើងដាក់ rowជាបន្តយើងដាក់លេខ serial ហើយបន្តទៅយើងដាក់លេខរយៈពេល refresh ហើយនឹង retry ហើយចំណុចនេះគឺជា expire ហើយចំណុចបន្តគឺជា maximum របស់វារយៈពេលដែលយើងប្រើប្រាស់ហើយចំណុចនេះគឺជាឈ្មោះ server ហើយតទៅធ្វើការ config mail server ដើម្បី change mail server dotហើយចំណុចនេះទៀតយើងធ្វើការ config ទៅលើ a record ហើយនេះគឺជា CNAME យើងធ្វើការ config CNAME ដែលស្មើគឺយើងអាចសរសេរម្យ៉ាងទៀតគឺ www ហើយនេះគឺជា mail server ឈ្មោះ domain របស់យើងហើយដាក់ធ្វើការ save តាមទីធ្វើការ restart
វាត្រឹមត្រូវហើយតើមកយើងការ restart ស្វីដកទៀតខ្ញុំសូម check ទៅ IP address របស់ខ្ញុំនេះគឺជា IP address យើង copy វាតើមកយើងចូលទៅកាន់ម៉ាស៊ីនរបស់យើងចូល file កាន់ control panel ហើយតើមកធ្វើការ click ដើម្បី change IP address change domain នេះយើងដាក់ IP address របស់យើងមកចូល click OK ហើយតើមកយើងធ្វើការ search ទៅកាន់ CMD គឺ command bar